ហ៊ុនសែនស្គាល់ណាស់តួនាទីអស់ទាំងនេះហើយមិនមែនមានតែហ៊ុនសែនទេអ្នកចំណន់ជាមួយគ្នានេះដែលចេញដំណើរតាំងពីឆ្នាំ1979ជាមួយគ្នាសិតតែស្គាល់តួនាទីច្បាស់ណាស់កន្លែងណាត្រូវនិយាយកន្លែងណាមិនត្រូវនិយាយយើងបានដកខ្លួនចេញពីរដ្ឋាភិបាលហើយអញ្ចឹងទេតើឲ្យខ្ញុំត្រូវទៅនិយាយជួសនាយករដ្ឋមន្ត្រីឬយ៉ាងម៉េចអញ្ចឹងបើយើងទៅនិយាយជួសនាយករដ្ឋមន្ត្រីតើយើងចាំបាច់រៀបចំនាយករដ្ឋមន្ត្រីធ្វើអីក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ជាពិសេសច្បាប់រៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានចែងច្បាស់នាយករដ្ឋមន្ត្រីដឹកនាំនយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេសដូច្នេះគេមានតួនាទីរបស់គេត្រឹមត្រូវអញ្ចឹងបានជានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាក់ទងជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំហៅទូរស័ព្ទជាទិដ្ឋការគឺតែងតែពីវ៉ាស៊ីនតោនពីសេតវិមានហៅមកទីក្រុងភ្នំពេញទេព្រោះយើងមិនអាចហៅទៅនោះទេពីនោះហៅត្រឡប់មកវិញណាយើងងាយស្រួលនៅក្នុងតំណែងនៃពេលវេលារបស់ប្រធានាធិបតីត្រាំជាមួយនឹងនាយករដ្ឋមន្ត្រីអេនវ៉ាអេប៊ីហ៊ីមក៏ត្រូវតំណែងគ្នាគេមិនមែនតាក់ទងពីរវាងប្រធានាធិបតីត្រាំជាមួយនឹងប្រធានព្រឹទ្ធសភាហ៊ុនសែនណាឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមួយហ៊ុនសែនណាអំណាចវាបែងចែកអញ្ចឹងហេតុអ្វីបានខ្លួនធ្វើជាល្ងងឬក៏ខ្លួនត្រូវប្រើវិធីហ្នឹងដើម្បីនឹងបង្អាប់បន្តបង្អាប់អញ្ចឹងទេក៏សូមជូនបញ្ជាក់ត្រឡប់ទៅវិញហើយវិធីនៃបញ្ហាដែលតេតិនជាមួយនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលខ្ញុំគិតថាគេធ្វើត្រូវដែលខ្ញុំបង្ហោះសារមួយថាការប្រមូលនេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់តែមិនស្ងៀម